មនុស្សគួរតែហ៊ានចាកចេញពីទ្រង់នៃគំនិតទើបអាចប្រើប្រាស់បញ្ញារបស់ខ្លួនបានហើយមនុស្សគួរតែប្រើស្លាបរបស់ខ្លួនដើម្បីហោះហើរមកពិភពលោកខាងក្រៅសេរីភាពនៃភ្នត់គំនិតនិពន្ធដោយភាជវិបុលបោះពុម្ពផ្សាយដោយនគរសៀវភៅអារម្មណ៍កថាមនុស្សយើងមានការគិតនិងមានគោលដៅផ្សេងគ្នាហើយយើងពុំអាចកំណត់បានថានរណាខុសនរណាត្រូវបានឡើយដរាបណាសកម្មភាពនោះនៅពុំទាន់ចេញជាលទ្ធផលជាក់ស្ដែងលទ្ធផលល្អអាស្រ័យលើការធ្វើសកម្មភាពបានល្អធ្វើសកម្មភាពបានល្អព្រោះមានគំនិតល្អមានគំនិតល្អព្រោះចេះវិភាគអំពីគំនិតបានល្អចេះវិភាគគំនិតបានល្អព្រោះចេះបង្កើតគំនិតឡើងយ៉ាងណាមិញដើម្បីវិញ្ញាណឲ្យឃើញថាគំនិតណាមួយជាគំនិតល្អទៅបានជាដំបូងយើងត្រូវមានគំនិតច្រើនជាមុនសិនបើទោះបីជាមានគំនិតច្រើននឹងបង្កើតឲ្យមានទំនាស់ផ្នែកគំនិតឬផ្នែកនៃទស្សនៈក៏ដោយតែទំនាស់នេះនឹងបង្ហាញផ្លូវយើងឲ្យដឹងថាគំនិតណាជាគំនិតល្អនិងជាគំនិតត្រឹមត្រូវសៀវភៅដែលមានចំណងជើងថាសេរីភាពនៃគំនិតនេះជាសៀវភៅដែលខ្ញុំចង់នាំមិត្តអ្នកអានឲ្យមានភាពក្លាហាននៅក្នុងការគិតនិងអនុវត្តគំនិតនោះឲ្យចេញជាលទ្ធផលត្បិតថាបើយើងពុំមានភាពក្លាហាននៅក្នុងការគិតទេតើយើងនឹងមានភាពក្លាហាននៅក្នុងការធ្វើសកម្មភាពបានយ៉ាងដូចម្តេចដូច្នេះការគិតពិតជាសំខាន់ខ្លាំងណាស់សម្រាប់យើងគ្រប់គ្នាព្រោះវានឹងបង្ហាញយើងឲ្យឃើញពីពិភពលោកមួយដែលយើងចង់បានជាទូទៅមនុស្សដែលពុំបានគិតច្រើននឹងបង្កើតកំហុសច្រើនជាងគុណសម្បត្តិនេះមានន័យថាការធ្វើសកម្មភាពដោយខ្វះខាតនូវគំនិតប្រៀបបានទៅនឹងការធ្វើសង្គ្រាមដោយពុំមានយុទ្ធសាស្ត្រឬក្បួនអញ្ចឹងដែរដូច្នេះតើអ្វីទៅជាគំនិតគំនិតគឺជាផែនទីអរូបីដែលបង្ហាញផ្លូវដល់យើងក្នុងការបំពេញកិច្ចការអ្វីមួយឲ្យមានភាពច្បាស់លាស់យើងពុំអាចមើលឃើញអំពីគំនិតក៏ពុំអាចចាប់វាមកកាន់ដោយដៃទាំងពីររបស់យើងបានដែរតែអ្វីគ្រប់យ៉ាងដែលយើងអាចប៉ះបានមើលឃើញឬប្រើប្រាស់សពថ្ងៃនេះគឺសុទ្ធតែកើតចេញអំពីគំនិតរបស់មនុស្សទាំងអស់មានគំនិតអស្ចារ្យទើបអាចធ្វើសកម្មភាពអស្ចារ្យមានសកម្មភាពអស្ចារ្យទើបមានលទ្ធផលអស្ចារ្យមានលទ្ធផលអស្ចារ្យទើបមានប្រវត្តិសាស្ត្រអស្ចារ្យមានប្រវត្តិសាស្ត្រអស្ចារ្យទើបមានអ្នកបន្តវេនដ៏អស្ចារ្យមនុស្សខ្លាំងគឺជាមនុស្សដែលមានគំនិតល្អច្រើនរីឯមនុស្សដែលទាល់គំនិតគឺជាមនុស្សដែលទាល់ជីវិតដូចគ្នាមានគំនិតវែងឆ្ងាយមើលឃើញពិភពលោកបានច្បាស់លាស់ខ្វះគំនិតងងឹតឥតរស្មីនៅក្នុងសៀវភៅនេះដែរខ្ញុំបានបែងចែកជា3ចម្ពោះដែលចម្ពោះទី1គឺនិយាយអំពីការនៅជាមួយនឹងខ្លួនឯងចម្ពោះទី2និយាយអំពីជីវិតនិងសង្គមចំណែកឯចម្ពោះទី3និយាយអំពីមូលដ្ឋានគ្រឹះនៃភាពជាអ្នកដឹកនាំចម្ពោះទី1យើងពុំអាចបង្វឹកនរណាម្នាក់ឲ្យស្គាល់អំពីខ្លួនឯងបានទេដរាបណាយើងនៅពុំទាន់ស្គាល់ខ្លួនឯងច្បាស់នៅឡើយត្រង់ផ្នែកនេះដែរខ្ញុំចង់នាំមិត្តអ្នកអានស្វែងរកខ្លួនឯងដោយព្យាយាមតាមដានខ្លួនឯងពិនិត្យមើលខ្លួនឯងជាប្រចាំនិងកសាងខ្លួនឯងឲ្យក្លាយទៅជាធនធានដែលមានគុណភាពម្នាក់ចំណែកឯចម្ពោះទី2គឺជាការគិតអំពីសង្គមនិងឆ្វេងយល់អំពីជីវិតមនុស្សមែនទែនទៅបើយើងនិយាយអំពីសង្គមគឺជាដំណើរនៃការរស់នៅរបស់ក្រុមមនុស្សហើយរវាងមនុស្សនិងសង្គមពុំអាចកាត់ផ្តាច់ចេញអំពីគ្នាបានឡើយត្បិតមនុស្សគឺជាកោសិកានៃសង្គមហើយសង្គមគឺជាជីវិតរបស់មនុស្សជោគវាសនារបស់សង្គមជាតិបែបណាគឺអាស្រ័យលើមនុស្សក្នុងសង្គមនោះជាអ្នកកសាងសង្គមជាតិរបស់ខ្លួនរីកចម្រើនមនុស្សមានគុណតម្លៃសង្គមជាតិអន់ថយមនុស្សអាប់អោនចំពោះចម្ពោះទី3វិញនោះគឺការឆ្វេងយល់អំពីមូលដ្ឋានគ្រឹះនៃចំណេះដឹងផ្នែកភាពជាអ្នកដឹកនាំក៏ដូចជាកសាងខ្លួនឯងឲ្យក្លាយទៅជាអ្នកដឹកនាំដ៏មានសមត្ថភាពមួយរូបមនុស្សមួយចំនួនអាចមានឱកាសក្លាយទៅជាអ្នកដឹកនាំបានតែពុំមែនពួកគេសុទ្ធតែមានចំណេះដឹងក្នុងការដឹកនាំនោះទេភាពជាអ្នកដឹកនាំគឺជាសមត្ថភាពចាំបាច់ណាស់សម្រាប់យើងព្រោះនៅពេលដែលយើងខ្វះសមត្ថភាពនេះនោះរាល់កិច្ចការទាំងអស់ដែលយើងធ្វើនឹងក្លាយទៅជាកិច្ចការដែលពុំច្បាស់លាស់ឬដំណើរការពុំបានល្អជាដើមនៅក្នុងនោះដែរមនុស្សយើងមានការដឹកនាំពីរយ៉ាងនោះគឺដឹកនាំខ្លួនឯងនិងអ្នកដទៃដើម្បីអាចដឹកនាំអ្នកដទៃបានដំបូងយើងត្រូវចេះដឹកនាំខ្លួនឯងជាមុនសិនដឹកនាំខ្លួនឯងដោយប្រើប្រាស់ខួរក្បាលជាចម្បងរីឯដឹកនាំអ្នកដទៃត្រូវចេះប្រាប់បេះដូងជាធំមានន័យថាត្រូវតាំងតែងចំពោះខ្លួនឯងតែពុំត្រូវតឹងរឹងចំពោះអ្នកដទៃពេកនោះទេ
យ៉ាងណាមិញនៅក្នុងសិភៅនេះនឹងមានគំនិតចម្រុះជាច្រើនដែលធ្វើឲ្យមិត្តអ្នកអានមានភាពស្មុគស្មាញឬធុញទ្រាន់នៅក្នុងការអាននិងការស្វែងយល់ប៉ុន្តែចូលគិតថាគឺជាដើមទុនសម្រាប់យើងធ្វើសកម្មភាពឬជាដំណោះស្រាយនៅពេលដែលយើងជួបបញ្ហាក្នុងការសម្រេចគោលដៅរបស់ខ្លួនឯងព្រោះពេលខ្លះជួបបញ្ហាអ្វីមួយភ្លាមៗយើងពិតជាលំបាកខ្លាំងណាស់ក្នុងការស្វែងរកដំណោះស្រាយដូច្នេះយើងត្រូវមានគំនិតទុកជាមុនទើបជាការល្អគំនិតឬទស្សនៈខ្លះហាក់បីដូចជាខុសឬការគិតតែងតែមានខុសនឹងទៅជាមិនផុតនោះទេតែគ្រប់ទស្សនៈទាំងអស់ពុំអាចប្រើប្រាស់បានត្រឹមត្រូវគ្រប់កលៈទេសៈបាននោះទេនេះមានន័យថាទស្សនៈខ្លះខុសចំពោះកលៈទេសៈខតែវាអាចប្រើបានត្រូវចំពោះកលៈទេសៈខដូច្នេះទើបខ្ញុំចង់ឲ្យមិត្តអ្នកអានបើកចិត្តដើម្បីទទួលយកគំនិតទាំងនេះហើយប្រើប្រាស់វាដោយផ្អែកទៅលើស្ថានភាពជាក់ស្ដែងផងដែរ